បាទជំរាបសួរជាថ្មីម្ដងទៀតសាលាបឋមសិក្សាអូសំរោងនៅឆារ៉ាមបន្ទាប់ពីស្គាល់មកជាការចូលរួមអភិវឌ្ឍចូលព្រៃដើម្បីស្គាល់ធម្មជាតិធ្វើដំណើរដើម្បីស្គាល់សហគមន៍និងចែករំលែកដើម្បីសាងអនាគតកុមារបាទបន្ទាប់ពីបញ្ចប់បេសកកម្មសប្បុរសធម៌នៅឯសាលាបឋមសិក្សាពីមក្របនិងសាលាបឋមសិក្សាពោបឹងឆៃរៀបពួកយើងបានបន្តទៅកាន់គោលដៅចុងក្រោយនៃដំណើរតាមអាកាដាមនេះគឺសាលាបឋមសិក្សាអូសំរោងនៅតំបន់ឆារ៉ាមទីកន្លែងនេះមិនមែនជាកន្លែងថ្មីសម្រាប់ពួកយើងទេកាលពីឆ្នាំមុនក្នុងដំណើរទេសចរស្លឈាមរបស់អាក្រាមពួកយើងបានឆ្លងកាត់ទីនេះនិងមានឱកាសស្គាល់ជីវភាពរស់នៅរបស់បងប្អូនក្នុងសហគមន៍ក៏ដូចជាបញ្ហាប្រឈមដែលសាលានិងក្មួយៗកំពុងជួបប្រទះពេលនោះពួកយើងបានចាក់ចេញទៅវិញជាមួយនឹងការសន្យាក្នុងចិត្តថាយើងនឹងត្រឡប់មកវិញមួយឆ្នាំក្រោយមកពេលនេះពួកយើងបានវិលត្រឡប់មកដល់អូសំរោងនៅតំបន់ឆារ៉ាមនេះជាថ្មីម្ដងទៀតមិនមែនត្រឹមតែដើម្បីសួរសុខទុក្ខប៉ុណ្ណោះទេប៉ុន្តែមកជាមួយការចូលរួមជាក់ស្ដែងសម្រាប់សាលានិងកុមារនៅទីនេះបាទសាលាអូសំរោងនៅដាច់ស្រយាលជាងគេដែលខ្ញុំជម្រាបថា70គីឡូពីស្រុកខ្សែអំបិលហើយក៏70គីឡូពីជួមហ្នឹងគឺនៅអូរ៉ាល់ហើយនេះគឺតាមទីពួកយើងបានមកដល់សាលានេះហើយមិញហ្នឹងយើងមានការចែកឡៅដល់សិស្សមានសម្ភារៈសិក្សាសាលាមានថ្នាំដុសធ្មេញហើយសាលានេះបានច្រើនគួរសមគឺបានដងសូឡាបាទមិញហ្នឹងយើងបូមទឹកប្រើវ៉ហ្មងតាមរយៈការចូលរួមពីសប្បុរសជននិងដៃគូជាច្រើនពួកយើងបានរួមគ្នាសាងសង់បង្គន់អនាម័យសម្រាប់សាលាអស់ទឹកប្រាក់ប្រមាណ7លានរៀលគឺបង្គន់មួយខ្នងមានបន្ទប់ស្រីបន្ទប់ប្រុសដែលជាអំណោយរបស់សមាគមក្តីស្រឡាញ់និងសាមគ្គីភាពដើម្បីកម្ពុជាជាសមាគមបង្កើតឡើងដោយអង្គភូមិញខ្មែរនៅប្រទេសបារាំងមិនត្រឹមតែជួយបន្ទប់ទឹកទេសមាគមក៏ជួយឧបត្ថម្ភនៅកាបូបនិងសម្ភារៈសិក្សាសម្រាប់សិស្សចំនួន50នាក់ហើយយើងបានជួយដំឡើងប្រព័ន្ធសូឡានិងម៉ូទ័របូមទឹកកម្លាំងពិសេសដែលអស់ទឹកប្រាក់ប្រមាណជាង$1000ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនេះជាអំណោយបានមកពីការរែងគៀសរបស់ក្រុមសហការ UTV យើងបន្ថែមពីនេះនៅមានថ្នាំដុសធ្មេញដែលជាអំណោយរបស់លោក PK កែវតាមរយៈក្រុមរថយន្ត FTC គឺថ្នាំដុសធ្មេញពពកចំនួន50សម្រាប់សិស្សសាលាហើយនឹងដបទឹកបានពីមូលសពជូនទៅដល់លោកគ្រូអ្នកគ្រូហើយក្រៅពីនេះយើងនៅមានខោអាវដែលជាអំណោយរបស់សប្បុរសជននានាតាមរយៈក្រុមរបស់យើងយកមកជូនលោកគ្រូអ្នកគ្រូនិងសិស្សសាលាតាមដែលអាចប្រើការបានសម្រាប់មនុស្សមួយចំនួនបង្គន់អនាម័យនិងទឹកអាចជារឿងធម្មតាប៉ុន្តែសម្រាប់សាលានៅតំបន់ដាច់ស្រយាលវាជាផ្នែកសំខាន់នៃសុខភាពអនាម័យនិងគុណភាពជីវិតរបស់កុមារហើយសម្រាប់ក្មួយៗនៅទីនេះកាបូបសិភៅខ្មៅដៃឬក៏សម្លៀកបំពាក់ថ្មីមួយឈុតអាចជាអ្វីដែលធ្វើឲ្យពួកគាត់សប្បាយចិត្តជាច្រើនថ្ងៃអ្វីដែលធ្វើឲ្យពួកយើងរំភើបជាងគេមិនមែនជាអ្វីដែលយើងបានយកមកប្រគល់ជូននោះទេប៉ុន្តែគឺជាការមើលឃើញស្នាមញញឹមរបស់ក្មួយៗសម្លេងសើចក្នុងទីធ្លាសាលានិងក្តីសង្ឃឹមដែលកំពុងរីកលូតលាស់នៅក្នុងសហគមន៍មួយនេះការអភិវឌ្ឍមិនមែនកើតឡើងតែក្នុងមួយយប់ទេវាកើតឡើងពីជំហានតូចៗជាច្រើនពីមនុស្សជាច្រើនដែលជួយគ្នាបន្តិចម្ដងពីអ្នកដែលមិនភ្លេចពីសហគមន៍បន្ទាប់ពីចាកចេញពីទីនេះថ្ងៃនេះពួកយើងមិនត្រឹមតែបាននាំយកអំណោយមកជូនសាលាប៉ុណ្ណោះទេយើងបាននាំយកការយកចិត្តទុកដាក់នាំយកការចងចាំនិងនាំយកការសន្យាថាយើងនឹងបន្តធ្វើដំណើរបន្តភ្ជាប់សហគមន៍និងបន្តចែករំលែកក្តីសង្ឃឹមទៅកាន់កុមារកម្ពុជាប្រហែលជាឆ្នាំក្រោយពួកយើងនឹងត្រឡប់មកទីនេះម្ដងទៀតហើយនៅពេលនោះយើងសង្ឃឹមថានឹងបានឃើញក្មួយៗធំជាងមុនសាលាល្អជាងមុននិងសហគមន៍រឹងមាំជាងមុននេះហើយជាអត្ថន័យពិតនៃដំណើររបស់ពួកយើងមិនមែនគ្រាន់តែធ្វើដំណើរដើម្បីទៅដល់គោលដៅទេប៉ុន្តែធ្វើដំណើរដើម្បីបន្សល់ទុកអ្វីល្អប្រសើរជាងមុនសម្រាប់អ្នកដែលយើងបានជួបតាមផ្លូវ